group chung được xua lục cru nè krang liêu tật muốn dược ban chụp khía đòi cách sờ bài để đi phliêng phong cô phong tại dương nơi tại bàn thì chạy khía chụp khíaประกอบដោយភាពរាក់ទាក់នឹងជោគជ័យដោយបានសន្យាគ្នាថាចាប់ពីពេលនឹងតទៅរៀងរាល់សប្តាហ៍ខ្ញុំនឹងធ្វើវីដេអូមេរៀនជូនហើយដោយថាអញ្ចឹងលោកគ្រូពេលបានមេរៀនហើយមើលផងទេណាចាហើយយើងបានថាមេរៀនទី1នេះយើងនិយាយគ្នាអំពីការសរសេរគម្រោងខ្លីថាតើការសរសេរគម្រោងខ្លីហ្នឹងគេសរសេរយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពល្អក្នុងការរកប្រាក់ដើម្បីមកគុតគង់មកសក្រាំងលាយើងចាទៀនចាអញ្ចឹងរបៀបសរសេរគម្រោងលោកគ្រូអ្នកគ្រូត្រូវមានធាតុផ្សំចំនួន3ធំណាទៀនណាទី1សួរថាតើត្រូវធ្វើអ្វីយើងត្រូវដឹងខ្លួនឯងថាយើងធ្វើអ្វីហើយធ្វើនៅកន្លែងណាហើយវាមានរយៈពេលប្រមាណចាឧទាហរណ៍យើងថ្ងៃមុនបាននិយាយថាយើងចង់ធ្វើគម្រោងមួយផ្សារដែកលោកគ្រូអ្នកគ្រូសូមកុំដាក់ត្រឹមពាក្យថាគម្រោងផ្សារដែកត្រូវរកពាក្យទាំងឡាយណាដាក់ឲ្យតាក់ទាញគម្រោងយើងហ្នឹងណាឲ្យតាក់ទាញមើលទៅស្អាតហើយច្បាស់លាស់អញ្ចឹងលោកគ្រូអ្នកគ្រូត្រូវដាក់ពាក្យថាគម្រោងពង្រឹងធនធានបច្ចេកទេសដើម្បីនិរន្តរភាពចំណូលរបស់មសសក្រាំងលាវអាចដាក់អញ្ចឹងចាហើយគម្រោងនេះត្រូវតែបង្ហាញពីគោលដៅធំរបស់មជ្ឈមណ្ឌលគោលដៅធំរបស់មជ្ឈមណ្ឌលយើងយ៉ាងណាលោកគ្រូព្រោះអាហ្នឹងគឺជាគម្រោងដែលត្រូវរកប្រាក់ចំណូលដោយខ្លួនឯងមែនទេចាយើងបានឯកភាពគ្នាអញ្ចឹងការសរសេរសេចក្តីផ្ដើមនឹងបញ្ហាលោកគ្រូអ្នកគ្រូត្រូវមើលរបៀបសរសេរត្រូវរៀបរាប់ពីអ្វីដែលមសសយើងមានស្រាប់និងអ្វីដែលយើងខ្វះចន្លោះយើងអត់ទាន់មានហើយយើងត្រូវបញ្យល់ថាលោកគ្រូអ្នកគ្រូគួរតែបញ្យល់ថាឧទាហរណ៍ដូចរោងផ្សារដែកយើងអញ្ចឹងយើងមានម៉ាស៊ីនរួចហើយមែនទេអញ្ចឹងបើយើងមានម៉ាស៊ីនរួចហើយមានន័យថាយើងថាមជ្ឈមណ្ឌលសិក្សាសហគមន៍ក្រាំងលាវរបស់យើងមានម៉ាស៊ីនធំរួចហើយតែខ្វះអីខ្វះសម្ភារៈតូចមួយចំនួនដែលធ្វើឲ្យការងារហ្នឹងវាមិនស្អាតអញ្ចឹងចំណុចនេះសំខាន់ណាស់លោកគ្រូអ្នកគ្រូព្រោះវាបង្ហាញម្ចាស់